នេះគឺជាអត្ថបទសង្ខេបសៀវភៅ Good Vibes Good Life រំញោវិជ្ជមានជីវិតវិជ្ជមានរបស់ Dr. Viking Viking ដែលជាសៀវភៅលក់ដាច់បំផុតទូទាំងពិភពលោក Bestseller អត្ថបទនេះត្រូវបានសម្រិតសម្រាំងនិងពង្រីកសេចក្តីយ៉ាងលម្អិតបែងចែកជាផ្នែកច្បាស់លាស់ងាយស្រួលយល់ដើម្បីឲ្យអ្នកអាចចំណាយពេលអាននិងស្រូបយកខ្លឹមសារស្នូលទាំងស្រុងគំនិតស្នូលនៃសៀវភៅនេះគឺការបង្រៀនយើងឲ្យស្គាល់ពីច្បាប់នៃការទាក់ទាញ Law of Attraction ប៉ុន្តែត្រូវបានពន្យល់តាមបែបវិទ្យាសាស្ត្រនិងចិត្តសាស្ត្រទំនើបដោយផ្ដោតសំខាន់ទៅលើច្បាប់នៃរំញ័រ Law of Vibration អ្នកនិពន្ធបានលើកឡើងថាអ្វីៗគ្រប់យ៉ាងនៅក្នុងសកលលោករួមទាំងគំនិតនិងអារម្មណ៍របស់យើងសុទ្ធតែមានថាមពលរំញ័រ Vibes បើអ្នកចង់បានជីវិតល្អគ្មានផ្លូវណាផ្សេងក្រៅពីការលើកកម្ពស់ថាមពលរំញ័រនៅក្នុងខ្លួនអ្នកឲ្យទៅជារំញ័រកម្រិតខ្ពស់ High Vibe នោះឡើយផ្នែកទី1អ្វីទៅជារំញ័រ Vibration ហើយហេតុអ្វីវាសំខាន់មនុស្សជាច្រើនយល់ថាច្បាប់នៃការតាក់ទាញគឺគ្រាន់តែការអង្គុយគិតស្រមៃពីអ្វីដែលខ្លួនចង់បាននោះវានឹងរត់មកក្បែរខ្លួនប៉ុន្តែ Viking បានបដិសេធគំនិតនេះដោយគាត់បានពន្យល់ថាអ្នកមិនមែនតាក់ទាញអ្វីដែលអ្នកចង់បាននោះទេប៉ុន្តែអ្នកតាក់ទាញអ្វីដែលត្រូវនឹងកម្រិតថាមពលរបស់អ្នករំញ័រកម្រិតទាប Low Vibes កើតចេញពីអារម្មណ៍អវិជ្ជមានដូចជាការស្អប់ខ្ពើមការច្រណែនឈ្នានីសភាពភ័យខ្លាចការត្អូញត្អែរនិងការគុំគួននៅពេលអ្នកស្ថិតក្នុងថាមពលនេះអ្នកនឹងតាក់ទាញតែមនុស្សពលរឿងរ៉ាវសយនិងឱកាសមិនល្អចូលមកក្នុងជីវិតរំញ័រកម្រិតខ្ពស់ High Vibes កើតចេញពីអារម្មណ៍វិជ្ជមានដូចជាសេចក្តីស្រឡាញ់ការដឹងគុណការអត់ឱនសេចក្តីរីករាយនិងសន្តិភាពក្នុងចិត្តនៅពេលអ្នកមានថាមពលនេះជីវិតរបស់អ្នកនឹងជួបតែរឿងល្អៗនិងឱកាសជោគជ័យដោយមិនដឹងខ្លួនផ្នែកទី2វិធីសាស្ត្រងាយៗក្នុងការលើកកម្ពស់ថាមពលរំញ័រ High Vibes អ្នកនិពន្ធបានផ្ដល់យុទ្ធសាស្ត្រជាក់ស្ដែងមួយចំនួនដើម្បីផ្លាស់ប្ដូរថាមពលក្នុងខ្លួនយើងជាជ្រើសរើសមនុស្សជុំវិញខ្លួននិងបរិស្ថានរស់នៅថាមពលអាចឆ្លងគ្នាបានប្រសិនបើអ្នកចំណាយពេលជាមួយមនុស្សដែលចូលចិត្តត្អូញត្អែរនិយាយដើមគេនិងមើលពិភពលោកក្នុងផ្លូវអាក្រក់ថាមពលរបស់អ្នកនឹងធ្លាក់ចុះដោយមិនដឹងខ្លួនចូលហ៊ានដកខ្លួនចេញពីមនុស្សពល Toxic People ហើយងាកមកក្បែរមនុស្សដែលជំរុញនិងផ្ដល់កម្លាំងចិត្តដល់អ្នកពីភូផ្លាស់ប្ដូរភាសាកាយវិការនិងគំនិតនៅពេលអ្នកមានអារម្មណ៍មិនល្អសូមសាក់លបងដើរឲ្យត្រង់ខ្លួនញញឹមឬដកដង្ហើមវែងៗភាសាកាយវិការអាចបញ្ជូនសញ្ញាទៅខួរក្បាលដើម្បីផ្លាស់ប្ដូរអារម្មណ៍ក្រៅពីនេះត្រូវផ្លាស់ប្ដូរការសន្ទនាជាមួយខ្លួនឯង self talk ពីពាក្យថាខ្ញុំធ្វើមិនបានទេមកជាខ្ញុំនឹងព្យាយាមរៀនសូត្រដើម្បីធ្វើវាឲ្យបាន Semuspe បង្កើតទម្លាប់ដឹងគុណ Gratitude ការដឹងគុណគឺជាថាមពលដែលមានរំញ័រខ្ពស់បំផុតមួយជំនួសឲ្យការខ្វល់ខ្វាយលើអ្វីដែលអ្នកខ្វះខាតចូលចំណាយពេលរាល់ព្រឹកដើម្បីអរគុណនៅអ្វីដែលអ្នកមានរួចហើយដូចជាសុខភាពល្អផ្ទះស្នាក់នៅអាហារញ៉ាំឬមនុស្សដែលស្រឡាញ់អ្នកការដឹងគុណនឹងតាក់ទាញអ្វីៗដែលកាន់តែល្អចូលមកបន្ថែមទៀតផ្នែកទី3ការស្រឡាញ់ខ្លួនឯងពិតប្រាកដ Self Love ជំពូកនេះជាបេះដូងនៃសៀវភៅការស្រឡាញ់ខ្លួនឯងមិនមែនជាការអាត្មានិយមឬការទៅដើរទិញអីវ៉ាន់លំហែកាយតែម្យ៉ាងនោះទេប៉ុន្តែវាជាការយល់ដឹងពីតម្លៃផ្ទាល់ខ្លួនការទទួលស្គាល់ការពិតស្រឡាញ់ខ្លួនឯងគឺការព្រមទទួលយកទាំងចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯងរួចព្យាយាមកែលម្អវាដោយក្តីមេត្តាមិនមែនដោយការស្តីបន្ទោសខ្លួនឯងឡើយការបង្កើតព្រំដែន setting boundaries ការស្រឡាញ់ខ្លួនឯងគឺការហ៊ាននិយាយពាក្យថាទេចំពោះរឿងរ៉ាវឬមនុស្សដែលមកបឺតជញ្ជក់ថាមពលរបស់អ្នកមិនចាំបាច់ធ្វើឲ្យមនុស្សគ្រប់គ្នារីករាយដោយបំផ្លាញសេចក្តីសុខខ្លួនឯងនោះទេការឈប់ប្រៀបធៀបផ្កាកុលាបនិងផ្កាឈូករ័ត្នសុទ្ធតែមានសម្រស់រៀងៗខ្លួនប៉ុន្តែវាមិនដែលប្រណាំងប្រជែងគ្នាឡើយជីវិតរបស់អ្នកក៏ដូចគ្នាចូលឈប់យកទំព័រទី1របស់អ្នកទៅប្រៀបធៀបនឹងទំព័រទី20របស់អ្នកដទៃនៅលើបណ្ដាញសង្គមផ្នែកទី4ការគ្រប់គ្រងចិត្តនិងការផ្លាស់ប្ដូរជំនឿចិត្ត Viking បានសង្កត់ធ្ងន់លើចិត្តក្រោមបង្គាប់ Subconscious Mind មនុស្សភាគច្រើនត្រូវបានឃុំឃាំងដោយជំនឿចិត្តចាស់ៗដែលខុសឆ្គងតាំងពីក្មេងដូចជាគិតថាខ្ញុំមិនឆ្លាតទេឬខ្ញុំមិនអាចមានបានទេដើម្បីផ្លាស់ប្ដូរវាអ្នកនិពន្ធណែនាំឲ្យប្រើវិធីសាស្ត្រ Affirmation ការបញ្ជាក់ចិត្តវិជ្ជមាននិយាយពាក្យដដែលដែលផ្ដល់អំណាចដល់ខ្លួនឯងជារៀងរាល់ព្រឹកដូចជាខ្ញុំមានសមត្ថភាពខ្ញុំសមនឹងទទួលបានសេចក្តីសុខ Visualization ការមើលឃើញរូបភាពជោគជ័យស្រមៃឲ្យឃើញច្បាស់នៅរូបភាពដែលអ្នកសម្រេចគោលដៅមិនត្រឹមតែឃើញរូបភាពទេគឺត្រូវមានអារម្មណ៍រំភើបនិងសប្បាយរីករាយដូចវាបានកើតឡើងពិតអញ្ចឹងដែរផ្នែកទី5សកម្មភាពនិងការដាច់ស្លៀមការព្រមលែងដៃការទុកចិត្តលើសកលលោកនេះគឺជាចំណុចដែលខុសពីសៀវភៅច្បាប់នៃការតាក់ទាញដទៃទៀតអ្នកនិពន្ធរំលឹកថាការគិតវិជ្ជមានតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេទាល់តែមានសកម្មភាពប្រកបដោយការបំផុសគំនិត Inspired Action ផងដែរអ្នកត្រូវតែប្រឹងប្រែងធ្វើការនិងរៀនសូត្រប៉ុន្តែអ្វីដែលសំខាន់បំផុតគឺ manifestation ដែលមានតុល្យភាពអ្នកត្រូវខំប្រឹងធ្វើឲ្យអស់ពីសមត្ថភាពលើអ្វីដែលអ្នកអាចគ្រប់គ្រងបានដូចជាការខំប្រឹងរៀនការធ្វើការបន្ទាប់មកត្រូវរៀន let go លែងដៃលើអ្វីដែលអ្នកមិនអាចគ្រប់គ្រងបានដូចជាលទ្ធផលឬពេលវេលាដែលវានឹងមកដល់ការខ្វល់ខ្វាយខ្លាំងពេកឬការកើតទុក្ខព្រោះលទ្ធផលមិនទាន់មកដល់គឺជាការបញ្ចេញរំញ័រកម្រិតទាបដែលនឹងរុញច្រានភាពជោគជ័យឲ្យកាន់តែឃ្លាតឆ្ងាយពីអ្នកចូលទុកចិត្តលើដំណើរការនៃជីវិត
សន្និដ្ឋាននិងគំនិតចុងក្រោយសម្រាប់យកទៅប្រើប្រាស់សៀវភៅ Good Vibes Good Life មិនមែនប្រាប់យើងឲ្យធ្វើជាមនុស្សដែលញញឹមគ្រប់ពេលទាំងបង្ខំឬរត់គេចពីការពិតនៃភាពទុក្ខសោកនោះទេផ្ទុយទៅវិញវាបង្រៀនយើងឲ្យចេះដោះស្រាយជាមួយទុក្ខសោកដោយស្មារតីរឹងមាំនិងរៀនបង្វែរថាមពលអវិជ្ជមានឲ្យទៅជាថាមពលរំញ័រវិជ្ជមានវិញពាក្យស្លោកមាសចេញពីសៀវភៅផ្លាស់ប្ដូររបៀបដែលអ្នកគិតផ្លាស់ប្ដូររបៀបដែលអ្នកមានអារម្មណ៍ផ្លាស់ប្ដូររបៀបដែលអ្នកប្រព្រឹត្តនោះអ្នកនឹងផ្លាស់ប្ដូរជីវិតទាំងមូលរបស់អ្នកនៅពេលអ្នកចាប់ផ្ដើមស្រឡាញ់ខ្លួនឯងពិតប្រាកដនិងរក្សាចិត្តឲ្យនៅកម្រិតរំញ័រខ្ពស់ពិភពលោកជុំវិញខ្លួនអ្នកនឹងចាប់ផ្ដើមផ្លាស់ប្ដូរស្របទៅតាមនោះដែរ